សូមគោរពបងប្អូនថ្នាក់ដឹកនាំអស់ជាសិស្សគ្រូដែលជឿដល់ដែលជាមិត្តភក្តិដែលជាធម្មតាដូចគ្នាសូមបងប្អូនស្ដាប់នេះយើងនិយាយពីរឿងបច្ចុប្បន្ននយោបាយរបស់បាទពិសេសថ្នាក់មូលដ្ឋានយើងជាថ្នាក់ដឹកនាំតាមសង្កាត់តាមក្រុមទីគោរពនេះខ្ញុំសូមប្រកាសសុពលភាពដែលយើងបានជឿតាមបន្ថែមហ្នឹងគឺថាទី1មានលោកតុកថៃទី2តុកថៃក្រុមយើងណា3លោកឈិនកៅ4លោកស្រីស៊ីកំស្រួន5លោកជក់ថោ6លោកយ៉ងសេហា7លោកស្រីត្រីកំស្រីទី8លោកយ៉ាងសារឿន9លោកគុំចាំទី10លោកនូធុនទី11លោកតែនសំឥឡូវនៅក្រុមកំពង់សានយើងមាន11នាក់ណា11នាក់ចាំយើងពេញខាងនេះទៀតឥឡូវយើង11នាក់សិនណាខេត្តក្រុងស្រុកខណ្ឌមានអាណត្តិរយៈពេល3ឆ្នាំបាទអញ្ចឹងបើយើងគិតពីការទទួលស្គាល់ឆ្នាំ2007រហូតដល់ឆ្នាំ2010នេះគឺយើងមានអាណត្តិ3ឆ្នាំហើយយើងគិតថាដូច្នេះយើងត្រូវតែរៀបចំដើម្បីបង្កើននូវសុពលភាពសម្រាប់សមាជិកក្រុមប្រឹក្សាគណៈបកសង្កាត់ឡើងវិញសម្រាប់ក្រុមសង្កាត់យើងដោយឡែកយើងចាប់ដើមរើសសមាជិកក្រុមប្រឹក្សាគណៈបកសង្កាត់ឧទាហរណ៍សង្កាត់ជាយមានក្រុមប្រឹក្សាពីមុនក្រុមប្រឹក្សាគណៈបកមានរហូតដល់22ណាដូច្នេះដើម្បីយើងទទួលស្គាល់ណាឲ្យគណៈបកទទួលស្គាល់សមាជិករបស់គាត់ឡើងវិញយើងត្រូវបំពេញបន្ថែមណាបាទពីមុនមាន22រូបយើងចេញអស់2ឬក៏ចេញអស់5យើងត្រូវការជ្រើសរើសសមាជិកគណៈបកបន្ថែមណាតែថាបំពេញបន្ថែមអញ្ចឹងយើងជ្រើសរើសទៅក្នុងចំណោមនៅសកាត់ជាហ្នឹងយើងរើសកណាបេក្ខជនណាដែលយើងយល់ថាអាចជួយការងារគណៈបកបានអាចមានពេលវេលាជួយយើងបានយើងដាក់គាត់មកជាសមាជិកក្រុមប្រឹក្សាឃុំយើងមកឬមួយគាត់ជាសមាជិកគណៈបកដទៃគាត់មានបំណងចង់ចូលបម្រើផលប្រយោជន៍ជាតិមួយគណៈបកសំរងស៊ីយើងឲ្យគាត់ចូលជាសមាជិកក្រុមប្រឹក្សាគណៈបកសង្កាត់របស់យើងប្រចាំសង្កាត់ជាយណាបាទតែដល់ឡែកបើសិនជាអ្នកដែលជាប់ហើយដែលមានឈ្មោះនៅក្នុងបញ្ជីហើយយើងមិនបាច់ឲ្យគាត់ធ្វើអីទេយើងរក្សាទុកគាត់នៅដដែលប៉ុន្តែសម្រាប់បេក្ខជនថ្មីដែលគាត់មានបំណងចង់ចូលឈ្មោះជាសមាជិកក្រុមប្រឹក្សាគណៈបកសង្កាត់យើងត្រូវឲ្យគាត់បំពេញប្រវត្តិរូបណាហើយគាត់បំពេញហើយយើងទៅចុះឈ្មោះគាត់ចូលនៅក្នុងជាសមាជិកក្រុមប្រឹក្សាសង្កាត់របស់គណៈបកសង្កាត់ស៊ីប្រចាំក្រុមសង្កាត់ណាបាទដោយឡែកបើសិនជាមានបេក្ខជនថ្មីគាត់ថាគាត់ចង់ចូលរួមមួយយើងទេហើយយើងឯកភាពក្នុងការជួយគាត់មកជាសមាជិកក្រុមប្រឹក្សាប៉ុន្តែគាត់អត់មានការសមាជិកគណៈបកណាអត់មានការសមាជិកគណៈបកក៏យើងត្រូវការទទួលគាត់ដែរខ្ញុំបានយកមកនៅពាក្យសុំចូលជាសមាជិកគណៈបកណាបាទយើងឲ្យគាត់ដាក់ពាក្យសុំចូលជាសមាជិកគណៈបកមកបិទរូបថតមួយសន្លឹកយើងធ្វើការឲ្យគាត់ព្រាមណាបាទយើងធ្វើការសម្គាល់ខ្លួនគណៈបកឲ្យគាត់ព្រាមពេលហ្នឹងយើងបញ្ចូលគាត់មកជាសមាជិកក្រុមប្រឹក្សាសង្កាត់មួយទៀតបានណាយល់ទេយើងបាទអញ្ចឹងការធ្វើរបៀបនេះគឺយើងធ្វើគ្រប់សង្កាត់ទាំងអស់ទាំង8សង្កាត់សម្រាប់ក្រុមសង្កាត់យើងសហការជាមួយនឹងក្រុមហើយនឹងលោកអស់ចុះតាមភូមិធ្វើការនៅបានពីភូមិខ្លះនោះសមាជិកគាត់បានចឹងខ្ញុំថាដែលមានសង្កាត់បានចឹងគាត់អាចចុះសហការជាមួយគាត់បាទដែលគាត់ពេលរៀនអស់ដើម្បីឲ្យគណៈបករបស់យើងកាន់តែដំណឹងមកឡើងអញ្ចឹងខ្ញុំបានចុះពិចារណាទូមើលសម្លេងរបស់ជនគាត់ជឿចិត្តលើគណៈបកសំស៊ីការដែរតែគាត់មិនចេញមុខប៉ុន្តែខ្ញុំដើរបានច្រើនដើម្បីឲ្យស្គាល់ពួកខ្ញុំរៀន8 10ឆ្នាំហើយអញ្ចឹងដល់ទៅកន្លែងណាពុទ្ធសាសនាពិចារណាគឺគួរស្គាល់បាទសូម្បីសាលាខ្ញុំគាត់រើសជួនស្ម័គ្រចិត្តព្រាមហើយខ្ញុំរៀនខ្ញុំបានចូលថ្នាក់ដែរលក្ខណៈដែលសំខាន់របស់គណៈបកសង្ឃស៊ីដែលល្អបាទដែលគណៈបកជាទីពងទីស្កតដូចជានៅតាមសាលានោះគេមានក្រុមយុវជនរបស់គណៈបកជាជនរបស់គេយើងក៏អាចធ្វើបានដូចជាដែរណាអញ្ចឹងអរគុណប៉ុណ្ណឹងបាទ